ខ្ញុំបាទម៉ៃគុណមករាស្វាគមន៍មកកាន់កម្មវិធីវេទិកាហិរញ្ញវត្ថុឬ Financial Talk វេទិកាហិរញ្ញវត្ថុគឺជាកម្មវិធីមួយក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសមាគមធនាគារនៅកម្ពុជាឬហៅកាត់ថា ABC អស់លោកស្រីនិងនាងកញ្ញាជាទីមេត្រីស្របពេលដែលបច្ចេកវិទ្យាកំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះយើងឃើញថាមានជនឆបោកជាច្រើនក៏បានយកឱកាសនៃការរីកចម្រើនផ្នែកប្រព័ន្ធបច្ចេកវិទ្យានេះដើម្បីទាញយកប្រយោជន៍ដូចជាឆបោកនៅប្រាក់ដូចជាការវិនិយោគនានាពីប្រជាពលរដ្ឋយើងផងដែរថ្ងៃនេះវេទិកាហិរញ្ញវត្ថុនឹងធ្វើការពិភាក្សាជជែកវិនិច្ឆ័យពាក់ព័ន្ធទៅនឹងប្រសិទ្ធភាពនៃការទប់ទល់ការឆបោកតាមប្រព័ន្ធអនឡាញឬ Cyber Fraud ជាដើមបាទដែលយើងមានវាគ្មិនកិត្តិយសរបស់យើងគឺលោកអូនចត្រាលោកគឺជាប្រធានអង្គភិបប្រតិបត្តិនៃធនាគារ ABA បាទជំរាបសួរលោកចត្រាបាទបាទរីករាយណាស់ដែលបានលោកអញ្ជើញមកកម្មវិធីរបស់យើងជជែកវិនិច្ឆ័យពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោកចត្រាអាចជម្រាបជូនបានទេថាតើអតិថិជនគួរតែបង្ការខ្លួនបែបណាពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគណៈពេលដែលសម័យបច្ចេកវិទ្យាកំពុងតែវាយលុកនៅលើសេដ្ឋកិច្ចយើងទាំងមូលនេះបាទអរគុណបងអរគុណតែសម្រាប់មានខ្ញុំនៅក្នុងកម្មវិធីនេះថ្ងៃនេះហើយដើម្បីឆ្លើយតបទៅសំណួររបស់បងវិញថាតើវាមានក្នុងរូបភាពបែបណាខ្លះដែលពួកជនខិលខូចហ្នឹងគឺបោកប្រាស់តាមរយៈបច្ចេកវិទ្យានេះអញ្ចឹងគឺយើងអាចនិយាយបានថាវាមានជាច្រើនទម្រង់មែនតើក៏ប៉ុន្តែអ្វីដែលជាទម្រង់ដែលពួកគាត់ខាងជនខិលខូចហ្នឹងប្រើប្រាស់ច្រើនជាងគេនោះគឺទីមួយគឺពួកគាត់បានtrick អតិថិជនរបស់យើងឬមួយក៏ធ្វើបញ្ឆោតអតិថិជនរបស់យើងឬមួយក៏ប្រជាពលរដ្ឋរបស់យើងហ្នឹងឲ្យប្រើប្រាស់ឬមួយក៏ដំឡើងកម្មវិធីទូរស័ព្ទផ្សេងដែលគិតថាអូខេនៅពេលដែលគាត់បានដំឡើងកម្មវិធីទាំងអស់ហ្នឹងទៅគាត់អាចនឹងទទួលបានការបញ្ចុះតម្លៃនៅក្នុងការទិញអីវ៉ាន់អីតាមកម្មវិធីទាំងអស់ហ្នឹងជាច្រើនអញ្ចឹងហើយអតិថិជនរបស់យើងគឺគាត់អត់បានចាប់អារម្មណ៍ឬមួយក៏ដឹងថាតើកម្មវិធីទូរស័ព្ទទាំងអស់ហ្នឹងគឺសុទ្ធតែជាកម្មវិធីដែលពួកជនខិលខូចបង្កើតឡើងណាគាត់ក៏បានទៅ download ដំឡើងនៅក្នុងទូរស័ព្ទរបស់គាត់ហើយនឹងផ្ដល់ជាលេខសម្ងាត់ឬមួយក៏គណនីរបស់គាត់ចូលទៅក្នុងហ្នឹងដើម្បីប្រើប្រាស់ក្នុងការទិញអីវ៉ាន់ទាំងអស់ហ្នឹងដើម្បីបានការបញ្ចុះតម្លៃអញ្ចឹងហើយនៅពេលហ្នឹងគឺជាទម្រង់មួយដែលពួកជនខិលខូចហ្នឹងនឹងប្រើប្រាស់ព័ត៌មានទាំងអស់ហ្នឹងរបស់គាត់ទៅរកវិធីណាដើម្បីជ្រៀតបញ្ចូលទៅក្នុងទូរស័ព្ទរបស់គាត់តាមរយៈបើយើងនិយាយទៅគេអាចហៅថាបច្ចេកវិទ្យាមួយដែលគាត់ចូលទៅក្នុងទូរស័ព្ទហ្នឹងប៉ុន្តែអាអ្នកដែលគាត់ប្រើប្រាស់ទូរស័ព្ទប្រហែលគឺគាត់អត់ដឹងខ្លួនទេគឺនៅក្នុង black background តែម្ដងអញ្ចឹងគឺគាត់ទុកទូរស័ព្ទចោលទៅពួកជនខិលខូចហ្នឹងប្រើប្រាស់ទូរស័ព្ទរបស់គាត់ transfer លុយចេញពីគណនីចេញបានទាំងអស់ហើយខ្ញុំអាចបញ្ជាក់បានថាអានេះគឺវាមិនមែនបញ្ហាសុវត្ថិភាពពីទូរស័ព្ទរបស់គាត់ឬមួយក៏ application មិនមែនបញ្ហាសុវត្ថិភាពពីកម្មវិធីទូរស័ព្ទរបស់ធនាគារណាមួយទេព្រោះធនាគារមួយគឺគាត់មាន cyber security protection ខ្លាំងមែនទែនអញ្ចឹងហើយគឺវាអាចនឹងមកពីគាត់ជាខ្លួនឯងជាអ្នក provide ផ្ដល់នៅការយល់ព្រមឲ្យពួកជនខិលខូចហ្នឹងនៅក្នុងដំណាក់កាលណាមួយណាដើម្បីជ្រៀតចូលក្នុងទូរស័ព្ទគាត់ដែលគាត់មិនបានដឹងខ្លួនមុនហ្នឹងហើយអញ្ចឹងពួកហ្នឹងគឺអាចប្រើប្រាស់បានហ្នឹងទៅបាទនៅក្នុងរូបភាពទី2ដែលពួកគាត់អាចប្រើប្រាស់នៅក្នុងការបោកបញ្ឆោតទៀតនោះគឺនៅពេលដែលពួកជនខិលខូចហ្នឹងគឺ hack ចូលទៅក្នុង social media ឬមួយក៏ប្រព័ន្ធសង្គមរបស់ប្រជាជនយើងដោយពួកគាត់អត់បានដឹងខ្លួនទេនៅពេលដែលគាត់ hack បានហើយគឺគាត់នឹងព្យាយាមឆាតទៅបងប្អូនមិត្តភ័ក្តិឬមួយក៏អ្នកស្គាល់គ្នាឬមួយក៏ដៃគូអាជីវកម្មផ្សេងដើម្បីសាកព្យាយាមខ្ចីលុយហ្នឹងហើយអញ្ចឹងប្រហែលជាអាចនឹងបងប្អូនយើងមួយចំនួនឬមួយក៏មិត្តភ័ក្តិពុកម្ដាយយើងឬមួយក៏ដៃគូអាជីវកម្មយើងមួយចំនួនយើងធ្លាប់តាក់ទងគ្នាធ្លាប់អាចជួយគ្នាស្គាល់គ្នាអញ្ចឹងយើងចេះតែ transfer លុយឲ្យគេអញ្ចឹងនៅពេលហ្នឹងហើយគឺជាពេលដែលពួកគាត់ទទួលបានលុយទាំងអស់នោះហើយទៅបាត់តែម្ដងបាទហើយគឺដើម្បីទទួលបានលុយទាំងអស់នឹងមកវិញគឺមិនមែនងាយទេពួកគាត់ហ្នឹងតែហ៊ានតែចូលទៅដល់អគ្គណនីរបស់ពួកគាត់ហើយគឺនឹងបែងចែកលុយនឹងបន្តទៅកន្លែងផ្សេងឬមួយក៏បាទឬមួយក៏គាត់ដកចេញទៅតាមបញ្ចុះដកប្រាក់ណាមួយបាត់តែម្ដងដែរបាទហើយមួយទៀតនោះអ្វីដែលគាត់តែងតែភ្លេចខ្លួនគឺការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ឧទាហរណ៍ដូចជាលេខគណនីឈ្មោះថ្ងៃខែឆ្នាំកំណើតឬមួយក៏អត្តសញ្ញាណប័ណ្ណដែល
ហានិភ័យនោះគឺពួកគាត់នឹងត្រូវបានគេបោកបញ្ឆោតដោយគេយកព័ត៌មានទាំងអស់ហ្នឹងទៅប្រើប្រាស់ដើម្បីធ្វើរឿងអីមួយដែលមិនសមស្របឬមួយក៏អាចទៅបង្កើតគណនីនៅកន្លែងណាមួយអីចឹងទៅបាទអញ្ចឹងហើយគឺដើម្បីការពារខ្លួនតែជនគឺត្រូវតែប្រុងប្រយ័ត្នមែនតើបាទអរគុណមួយវិញទៀតដូចអ្វីដែលលោកវិចិត្រាបានលើកឡើងយើងឃើញថាភាពផុយស្រួយនៃការយល់ដឹងផ្នែកបច្ចេកវិទ្យាគឺជាចំណុចចំដែលយើងធ្លាក់ទៅអន្ទាក់នៃជនជាប់បាក់ទាំងនេះតើសម្រាប់លោកដែលជាអ្នកដែលប្រកបនៅវិជ្ជាជីវៈខាងវិស័យហិរញ្ញវត្ថុនេះតើពលរដ្ឋគួរតែឬក៏យើងមានវិធានការបែបណាដើម្បីបង្ការពលរដ្ឋកុំឲ្យឬក៏អតិថិជនរបស់ខ្លួនកុំឲ្យធ្លាក់ទៅអន្ទាក់នៃជនជាប់បាក់ទាំងនេះបាទអរគុណមកចំណុចនេះបើយើងនិយាយទៅយើងអាចនិយាយបានថាវាចេញមកពីចំហទី1គឺពីខាងចំហខាងវិស័យធនាគារឬមួយក៏វិស័យហិរញ្ញវត្ថុជាដើមអ្វីដែលពួកយើងពីខាងវិស័យទាំងនេះអាចធ្វើបានដើម្បីការពារអតិថិជនរបស់យើងកុំឲ្យឈានជើងធ្លាក់ចូលទៅក្នុងការបោកប្រាស់របស់ជនខិលខូចហ្នឹងគឺទី1ដែលសំខាន់បំផុតហ្នឹងគឺការយកចិត្តទុកដាក់ស្គាល់អតិថិជនរបស់យើងឬមួយក៏ជាភាសាអង់គ្លេសគេហៅថា CDD ឬមួយក៏ EDD ហ្នឹងជាដើមអញ្ចឹងនៅពេលដែលអតិថិជនគាត់បើកគណនីដំបូងគឺយើងត្រូវតែស្គាល់អតិថិជនយើងថាតើម្នាក់ហ្នឹងគឺប្រើប្រាស់គោលបំណងអ្វីដែលគាត់បើកគណនីជាមួយយើងហ្នឹងគាត់ប្រើប្រាស់ដើម្បីធ្វើការទូទាត់ធម្មតាឬមួយក៏ប្រើប្រាស់ដើម្បីអាជីវកម្មឬមួយក៏អីចឹងទៅអញ្ចឹងនៅពេលដែលយើងស្គាល់គាត់ដំបូងហ្នឹងគឺឧទាហរណ៍ថាដូចជានៅធនាគារខ្ញុំជាដើមឬមួយក៏ធនាគារមួយចំនួនគឺគាត់មានបច្ចេកវិទ្យានៅក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់គាត់ជាមួយនឹងខាង CAMDX ឬមួយក៏ដែលបាន certify by ខាងក្រសួងមហាផ្ទៃរបស់យើងណាអញ្ចឹងគឺយើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់គាត់បានហើយធនាគារមួយចំនួនទៀតក៏យើងមានដូចជាការផ្ទៀងផ្ទាត់មុខរបស់បុគ្គលខ្លួនផ្ទាល់ជាមួយនឹងរូបភាពនៅក្នុងអត្តសញ្ញាណប័ណ្ណរបស់គាត់ឬមួយក៏រូបភាពផ្ទាល់ខ្លួនខាងក្រៅរបស់គាត់ទៀតដែលវាធ្វើឲ្យនេះគឺជាចំណុចការពារមួយដែលมันអាចឲ្យបុគ្គលណាម្នាក់មានសិទ្ធិក្នុងការប្រើប្រាស់គណនីឬមួយក៏ព័ត៌មានរបស់បុគ្គលផ្សេងក្នុងការបើកគណនីធនាគារបានបាទអញ្ចឹងអាហ្នឹងគឺជាអ្វីមួយដែលធនាគារយើងខាងវិស័យធនាគារគាត់អាចព្យាយាមធ្វើដើម្បីធានាថាអតិថិជនគឺគាត់ប្រើប្រាស់គណនីរបស់ខ្លួនដើម្បីផ្ទាល់ខ្លួនរបស់គាត់បាទទី2ហ្នឹងគឺយើងព្យាយាមធានាថាកម្មវិធីទូរស័ព្ទរបស់យើងដែលសប្តាហ៍ថ្ងៃដូចបងដឹងអញ្ចឹងថាបច្ចេកវិទ្យាគឺលឿនណាស់ហើយមួយគឺប្រើតែទូរស័ព្ទទេដើម្បី scan transfer payment ទូទាត់អីផ្សេងៗទាំងអស់ហ្នឹងសូម្បីតែផ្ញើប្រាក់ទៅបរទេសក៏ដោយបាទអញ្ចឹងហើយគឺធនាគារគឺយកចិត្តទុកដាក់ខ្លាំងមែនទែនហើយនឹងផ្ដល់ជាការវិនិយោគទៅលើប្រព័ន្ធបច្ចេកវិទ្យាហ្នឹងជាច្រើនដើម្បីឲ្យធានាថាវាសុវត្ថិភាពគឺនៅទីនោះដែរបាទហើយខ្ញុំអាចបញ្ជាក់បន្ថែមបានទៀតថាមុននឹងធនាគារប្រើប្រាស់ប្រព័ន្ធទូរស័ព្ទឬមួយក៏ mobile application ណាមួយណាគឺយើងសិតតែត្រូវទទួលស្គាល់ពីខាងធនាគារជាតិដូច្នេះគឺខាងធនាគារជាតិដែលគាត់ជានាយកករបស់ពួកយើងហ្នឹងគឺគាត់បានមើលដិតដល់មែនទែននៅក្នុងការមុនពេលដែលពួកយើងប្រើប្រាស់លើបច្ចេកវិទ្យាអ្វីមួយបាទបន្ថែមពីនោះទៀតដូចបងដឹងថានៅក្នុងសម័យបច្ចុប្បន្នបច្ចេកវិទ្យាគឺជឿនលឿនមែនទែនដែលធនាគារមួយគឺចាប់ដើមប្រើប្រាស់បច្ចេកវិទ្យា AI Artificial Intelligence ក៏ដូចជា Machine Learning ដើម្បីជួយទៅដល់ការពារផ្ទៃក្នុងណាដើម្បីថាចាប់ឲ្យបានបើសិនជាមានប្រតិបត្តិការណាដែលគួរឲ្យសង្ស័យឬមួយក៏មិនប្រក្រតីពីបុគ្គលណាម្នាក់ឬមួយក៏ពីអតិថិជនណាម្នាក់អញ្ចឹងណាអញ្ចឹងគឺយើងព្យាយាមរកវិធីសាស្ត្រជាមួយនឹង AI ហ្នឹងថាតើវាអាចbuild ជា model មួយដើម្បីទប់ស្កាត់ថាបើសិនជាមាន pattern ណាមួយអញ្ចឹងគឺយើងត្រូវតែមានជា alert មួយដើម្បីឲ្យធនាគារជួយពិនិត្យមើលឬមួយក៏ជា alert តែអតិថិជនថាអ្នកឯងកំពុងតែជួបបែបនេះអីចឹងទៅបាទអាហ្នឹងគឺជាអ្វីមួយទៀតដែលខាងធនាគារបានព្យាយាមធ្វើហើយនឹងក៏កំពុងតែបន្តធ្វើឲ្យតែប្រសើរឡើងជារៀងរាល់ថ្ងៃដែរបាទ
ហើយអានេះគឺជាអ្វីដែលខាងធនាគារធ្វើបន្ថែមមួយទៀតហ្នឹងគឺការបន្តអប់រំឬមួយក៏ក្រើនរំលឹកដល់អតិថិជនរបស់យើងមិនថាតាមរយៈប្រព័ន្ធបណ្ដាញសង្គមឬមួយក៏តាមប្រព័ន្ធ mobile application ប្រហែលជាអ្នកទាំងអស់គ្នាអាចទទួលបានជា notification ឬមួយក៏សារប្រាប់ថាយើងត្រូវប្រុងប្រយ័ត្នបែបនេះជាពិសេសឧទាហរណ៍ថាថ្មីនេះគឺយើងតែងតែផ្សាយប្រាប់អតិថិជនរបស់យើងថានៅពេលដែលមុនអ្នកផ្ញើប្រាក់ទៅនរណាគេម្នាក់អ្នកឯងត្រូវតែមើលឡើងវិញម្ដងហើយម្ដងទៀតថាតើកណន័យហ្នឹងឈ្មោះហ្នឹងគឺជាអ្នកដែលអ្នកឯងត្រូវផ្ញើទៅនៅបាទជាឈ្មោះហ្នឹងកណន័យហ្នឹងក្នុង account ហ្នឹងលុយខ្មែរឬក៏លុយដុល្លារអញ្ចឹងទៅគឺយើងមានព្យាយាម design យ៉ាងណាធ្វើឲ្យអតិថិជនព្យាយាមមើលទៅតាក់ភ្នែកអញ្ចឹងទៅធ្វើឲ្យគាត់កត់សម្គាល់អញ្ចឹងទៅបាទហើយក៏មានសារបញ្ជាក់បន្ថែមប្រាប់ទៀតដែរនៅពេលណាដែលគាត់ធ្វើ transaction លើសពីទំហំទឹកប្រាក់ណាមួយជាដើមបាទអាហ្នឹងគឺជាសកម្មភាពដែលខាងធនាគារឬមួយក៏វិស័យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់បានធ្វើហើយបន្ថែមពីហ្នឹងទៀតដែរជាចុងក្រោយពីខាងនាយកកររបស់យើងមានដូចជាធនាគារជាតិកម្ពុជាក៏ដូចជាសមាគមធនាគារឬមួយក៏សមាគមគ្រឹះស្ថានហិរញ្ញវត្ថុជាដើមហើយក៏ដូចជាក្រសួងទូរគមនាគមន៍ផ្សេងឬមួយក៏ក្រសួងពាក់ព័ន្ធផ្សេងហ្នឹងគឺពួកគាត់ក៏បានតែងតែព្យាយាមអប់រំប្រជាជនយើងតាមភូមិតាមស្រុកក៏ដូចជាតាមរយៈបណ្ដាញសង្គមផងដែរអញ្ចឹងអាហ្នឹងគឺជាអ្វីដែលខាងក្រៅពីអតិថិជនគាត់ធ្វើបានខ្លួនឯងអញ្ចឹងបាទហើយដូចខ្ញុំនិយាយមកអញ្ចឹងចំហមួយទៀតនោះគឺមានតែអតិថិជនខ្លួនឯងទេដែលគាត់ត្រូវតែប្រុងប្រយ័ត្នមែនតើច្បាស់បាទទី1គឺមុននឹងគាត់ប្រើប្រាស់ចូលឈានជើងប្រើប្រាស់ទៅក្នុងបច្ចេកវិទ្យាទាំងអស់ហ្នឹងគាត់គួរតែយល់ឲ្យបានដឹងច្បាស់ថាតើបច្ចេកវិទ្យាហ្នឹងវាអាចនឹងមានផលប៉ះពាល់អ្វីខ្លះឲ្យគាត់បាទហើយទី2ពួកគាត់ត្រូវតែពិនិត្យម្ដងហើយម្ដងទៀតគ្រប់ប្រតិបត្តិការដែលគាត់បានផ្ញើចេញទៅឬមួយក៏មានបំណងនឹងផ្ញើចេញទៅដើម្បីធានាថាគាត់នឹងបានផ្ញើទៅបុគ្គលដែលត្រឹមត្រូវឬមកក៏អ្នកដែលគាត់ចង់ផ្ញើទៅបាទទី3នោះគឺដាច់ខាតគឺគាត់មិនគួរចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់គាត់បាទដាក់ទៅអ្នកដទៃទេព្រោះអីខ្ញុំឃើញថាដោយនៅប្រទេសកម្ពុជាយើងប្រជាជនគាត់អាចនឹងមានកម្រិតនៅក្នុងការចំណេះដឹងទៅលើរឿងការចែករំលែកព័ត៌មានណាក៏ប៉ុន្តែអ្វីដែលខ្ញុំបានឃើញនៅក្នុងប្រទេសដោយទីប្រទេសអាមេរិកឬមួយក៏ប្រទេសខាងអឺរ៉ុបអញ្ចឹងគឺពួកគាត់ប្រុងប្រយ័ត្នមែនតើសូម្បីតែពេលខ្លះប៉ូលីសមកសួរគាត់ហ្នឹងក៏គាត់សឹងថាអ្នកឯងអត់មានសិទ្ធិនៅក្នុងការយកព័ត៌មានហ្នឹងទេតែខ្ញុំខុសអីឬមួយក៏មានបញ្ហាអីបាទអញ្ចឹងគឺពួកគាត់ប្រុងប្រយ័ត្នមែនតើតែប្រជាជនយើងនៅមានកម្រិតអញ្ចឹងហើយបានជាខ្ញុំចង់លើកទឹកចិត្តពួកគាត់ហើយក្រៅរំលឹកពួកគាត់ថាការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ដែលមានឧទាហរណ៍ដូចជាអត្តសញ្ញាណប័ណ្ណរបស់គាត់លេខអត្តសញ្ញាណប័ណ្ណថ្ងៃខែឆ្នាំកំណើតលេខគណនីលេខទូរស័ព្ទទាំងអស់ហ្នឹងគឺជាព័ត៌មានដែលសំខាន់មែនទែនព្រោះពួកគាត់អាចនឹងមិនដឹងខ្លួនទេនៅពេលដែលគាត់ចែករំលែកក៏ប៉ុន្តែជនខិលខូចនឹងអាចប្រើប្រាស់ព័ត៌មានហ្នឹងទៅធ្វើសកម្មភាពផ្សេងៗបាទដែលមិនស្របច្បាប់ជាដើមបាទហើយចុងក្រោយមួយទៀតហ្នឹងគឺនៅពេលដែលបុគ្គលឬមួយក៏អតិថិជនប្រជាជនយើងធម្មតាហ្នឹងគាត់បានជួបប្រទះនៃបញ្ហាណាមួយហើយគឺឬក៏គាត់ធ្លាប់បានជួបប្រទះឬធ្លាប់បានឃើញធ្លាប់បានឮគាត់គួរតែចែករំលែកទៅសមាជិកក្រុមគ្រួសាររបស់គាត់បងប្អូនរបស់គាត់មិត្តភ័ក្តិរបស់គាត់ជារឿយព្រោះអីខ្ញុំឃើញថាពេលខ្លះអ្នកខ្លះគិតថាអូមិនបាច់ share ទេមិនបាច់ចែករំលែកទេគាត់ដឹងហើយតាមពិតពេលខ្លះគាត់អត់ដឹងទេបាទអញ្ចឹងគឺការចែករំលែកឬមួយក៏ក្រើនរំលឹកគាត់ជារឿយហ្នឹងគឺធ្វើឲ្យគាត់មានការដឹងខ្លួនការភ្ញាក់ខ្លួនលឿននៅពេលដែលជួបប្រទះនឹងបញ្ហាទាំងអស់ហ្នឹងបាទមួយវិញទៀតខ្ញុំចាប់អារម្មណ៍លោកចត្រាដែលលោកលើកឡើងពាក់ព័ន្ធទៅនឹងការនៅក្នុង app របស់ធនាគារនីមួយៗកាន់តែរីកចម្រើនទៅមុខអ្វីដែលខ្ញុំចាប់អារម្មណ៍នោះពាក់ព័ន្ធនឹងការទទួលស្គាល់មុខរបស់យើងអីចឹងទៅការមុននឹងធ្វើប្រតិបត្តិការឧទាហរណ៍បើសិនជាជនឆបោកនោះយករូបយើងរូបថតយើងទៅតើអាច scan នេះបានទេលោកអូខេបងបាទកន្លែងនេះខ្ញុំអាចនឹងបញ្ជាក់បន្ថែមហើយនឹងចែករំលែកព័ត៌មាននេះទៅបងប្អូននៅតាមគេដ្ឋានផងដែរទៅបាទធនាគារមួយចំនួនរួមទាំងធនាគារដែលខ្ញុំធ្វើការរាល់ថ្ងៃនេះដែរ ABA យើងនេះគឺយើងបាន design ឬមួយក៏ធ្វើជា technology មួយខុសពី technology របស់ទីហៅថា Apple scan មុខហ្នឹងរួចក៏ Android ដែលគាត់ scan មេដៃឬមួយក៏ scan មុខហ្នឹងគឺវាខុស
ដាច់ពីអាហ្នឹងមួយទៀតអញ្ចឹងអាហ្នឹងវាគឺជា technology មួយដែលមានមកតង់នៅក្នុងទូរស័ព្ទហើយបាទនៅក្នុង app នឹងដូចគ្នាដែរក៏ប៉ុន្តែអានោះគឺជា technology មួយទៀតដែលយើងdevelop ខ្លួនឯង in house ណាបងដោយកូនខ្មែរយើងហ្នឹងហើយបច្ចេកវិទ្យាហ្នឹងគឺវានឹង capture យកមុខរបស់យើងជាលក្ខណៈ 3D ហើយវាមានចាប់ខ្ញុំមិនដឹងថារាប់ពាន់រាប់ម៉ឺនរាប់លាននៅចំណុចនៅលើមុខយើងហ្នឹងអញ្ចឹងបើសិនជាក្នុងករណីថាយើងចង់ខ្លែងបន្លំមួយជនខិលខូចចង់ខ្លែងបន្លំយកមុខអ្នកផ្សេងឬមួយក៏មុខរបស់គាត់ដាក់ជាលក្ខណៈ 2D យកមកដាក់បែបហ្នឹងគឺវាអត់ទៅរួចទេគឺវានឹងលោតសារ error តែម្ដងបាទហ្នឹងហើយព្រោះអីកន្លងមកខ្ញុំបានទទួលពីពាក្យពេចន៍មួយចំនួនពីពលរដ្ឋយើងដែរគាត់ខ្លាចទៅតិចយករូបថតខ្ញុំទៅ scan យកលុយយកអីអស់ចឹងណាបាទអត់កើតទេខ្ញុំអាចធានាបានថាបើយើងនៅ ABA យើងហៅថា ABA Face Pass ណា ABA Face Pass technology ហ្នឹងគឺវាសុវត្ថិភាពមែនតើការដែលធ្វើបែបហ្នឹងគឺមិនអាចទៅរួចទេជាពិសេសនៅពេលដែលកម្មវិធីហ្នឹងគឺវានឹងឲ្យអតិថិជនធ្វើបានន័យថា register ខ្លួនគាត់ណាចុះឈ្មោះខ្លួនគាត់នៅពេលដែលគាត់ប្រើប្រាស់ទូរស័ព្ទកម្មវិធីទូរស័ព្ទលើកដំបូងអញ្ចឹងហើយអ្វីដែលវាផ្ទៀងផ្ទាត់ហ្នឹងវាមិនត្រឹមតែផ្ទៀងផ្ទាត់នឹងតែមុខគាត់នៅពេលដែលគាត់ scan ហ្នឹងក៏វាគាត់តែផ្ទៀងផ្ទាត់នឹងមុខគាត់នៅលើអត្តសញ្ញាណប័ណ្ណឬមួយក៏ក្នុងប្រព័ន្ធរបស់ក្រសួងKMDX ចេញពីក្រសួងមហាផ្ទៃរបស់យើងដូចគ្នាដែរអញ្ចឹងហើយគឺយើងមានចេញពីប្រភពរបស់ខាងរដ្ឋហើយយកមកប្រើប្រាស់ផ្ទៀងផ្ទាត់ជាមួយនឹងមនុស្សផ្ទាល់ហើយនឹងមុខផ្ទាល់ដែល 3D តែម្ដងអត់អាចกระดาษយកមកផ្ទៀងផ្ទាត់បានដោយសារតែការរីកចម្រើនផ្នែកប្រព័ន្ធបច្ចេកវិទ្យាជាពិសេសនោះគឺបញ្ញានិម្មិតដែលយើងហៅកាត់ថា AI វាជាឱកាសមួយដែលជនឈប់បោកតាមប្រព័ន្ធអ៊ីនធឺណិតនេះគាត់ក៏អាចប្រើនឹងបានដែរខ្ញុំចង់ដឹងខាងពីទស្សនៈទានខាងពីវិស័យធនាគារវិញតើលោកមើលឃើញបច្ចេកវិទ្យាមួយណាដែលពួកនឹងយកមកប្រើហើយងាយស្រួលតាក់ទាញពលរដ្ឋយើងទូទៅជាពិសេសពលរដ្ឋទីតាមទីជនបទអូខេបងអរគុណសំណួរមួយនេះពិតប្រាកដហើយបងធម្មតានៅពេលដែលយើងពីខាងធនាគារឬមួយក៏ពីខាងស្ថាប័នរដ្ឋគាត់យកកម្មវិធីបញ្ញានិម្មិតនេះយកមកប្រើប្រាស់ដើម្បីធ្វើជាប្រព័ន្ធសុវត្ថិភាពជនខិលខូចក៏វាអាចនឹងយកកម្មវិធីទាំងអស់នេះទៅប្រើប្រាស់ក្នុងគោលបំណងក្រតកម្មដែរបាទអញ្ចឹងអ្វីដែលពួកគាត់យកទៅប្រើប្រាស់ហើយខ្ញុំឃើញថាបច្ចុប្បន្ននេះចាប់ដើមមានហ្នឹងគឺសារសំឡេងបាទអញ្ចឹងគឺពួកគាត់ព្យាយាមប្រើប្រាស់កម្មវិធីហ្នឹងដើម្បីបង្កើតជាសារសំឡេងទៅលើសំឡេងរបស់បុគ្គលណាម្នាក់ពិតដែលគាត់ស្គាល់ណាហើយព្យាយាមផ្ញើទៅអ្នកដែលពាក់ព័ន្ធបាទអាហ្នឹងគឺជារឿងមួយឬមួយក៏សូម្បីតែវីដេអូក៏ពួកគាត់អាចនឹងធ្វើបានដូចគ្នាដែរបាទក៏ប៉ុន្តែមកដល់ថ្ងៃនេះខ្ញុំដូចជាអត់ទាន់ឃើញមានថានៅប្រទេសកម្ពុជាយើងមាន report ពាក់ព័ន្ធជាមួយនឹងការដែលគាត់បោកបន្លំបែបហ្នឹងនៅឡើយទេក៏ប៉ុន្តែនៅខាងពិភពលោកខាង international ខ្ញុំធ្លាប់ឮធ្លាប់ឃើញហើយក៏ធ្លាប់បានដឹងថារឿងបែបនេះគឺបានកើតឡើងហើយបាទអូខេចុះសម្រាប់ដោយសារតែវាមិនទាន់កើតមាននៅកម្ពុជាយើងតើក្នុងនាមលោកជា banker ជាអ្នកធ្វើការនៅក្នុងវិស័យធនាគារយើងគួរតែរៀបចំសារបែបណាដើម្បីបញ្ជ្រាបចំណេះដឹងពលរដ្ឋឲ្យហើយបាទមុននឹងវាមកដល់បាទអញ្ចឹងហើយគឺដូចអ្វីដែលខ្ញុំបានជំរាបបងមុននឹងដូចគ្នាដែរតកតងជាមួយនឹងករណីនេះការដែលសារដែលគួរតែបង្ហាញទៅអតិថិជនឲ្យបានដឹងឲ្យបានឮនោះគឺគាត់ត្រូវតែប្រុងប្រយ័ត្នធានាថានៅមុនពេលដែលគាត់ទូទាត់ឬមួយក៏ផ្ញើប្រាក់ទៅបុគ្គលណាម្នាក់គឺគាត់ត្រូវតែផ្ទៀងផ្ទាត់ឡើងវិញទៅលើលេខគណនីក៏ដូចជាពិសេសគឺឈ្មោះគណនីទៅលើបុគ្គលដែលគាត់ចង់ផ្ញើប្រាក់ទៅនឹងបាទហើយគាត់គួរតែប្រុងប្រយ័ត្នមួយទៀតបន្ថែមនោះគឺទៅលើថាតើបុគ្គលដែលគាត់ផ្ញើប្រាក់ទៅហ្នឹងសកម្មភាពហ្នឹងគឺជាសកម្មភាពដែលគាត់អាចនឹងធ្វើជាប្រចាំថ្ងៃដែរឬទេបាទព្រោះពេលខ្លះសុកបងប្អូនយើងបើសិនជាយើងនិយាយទៅឧទាហរណ៍ពីករណីដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងពិតប្រាកដចោះនៅពេលដែលពួកជនខិលខូចហ្នឹងគាត់បាន hack ចូលនៅក្នុង social media របស់បុគ្គលណាម្នាក់ឡើយឧទាហរណ៍ថាបងមករាគឺជាពូរបស់ខ្ញុំចោះបាទអញ្ចឹងគាត់ hack ចូល account របស់បងគាត់យកគណនីរបស់បងយកមកឆាតមកខ្ញុំដើម្បីខ្ចីប្រាក់ប្រវត្តិរបស់ខ្ញុំបងមករាដូចជាអត់ដែលខ្ចីលុយខ្ញុំទេបាទអញ្ចឹងហើយអានឹងគឺជាពួកអ្វីដែលអតិថិជនគាត់គួរសង្ស័យទៀតមុនហ្នឹងឲ្យតាមពិតអាចដែរគេនោះគាត់តន់ហន់ចាំបាច់អញ្ចឹងណាបាទអញ្ចឹង
nhóm ai nắng tẹt tôn kho tại bong mẹ cả đã lấy tù sạp để nhóm miến rồi mua có tam vị thi channel nào muối tẹt tôn hả bong muối vẫn chia thở ca ao nhóm bánh lôi phần đường men ở tại chân từ và chẳng nó bên này cứ nhóm bằng can ca prong giặt bỏ nhóm chẳng nhóm nó bên là nhóm kho tại bong cứ bong năng phèo với nhảy tha bong làm miền bàn phường chẳng đi chẳng bong có bạch nhẹ luôn mới tiết từ mưa cái này bảo bong thở bàn kia hết có bàn chay dùng lấy bạch to tới nhẹ đầu tay được như này chẳng sẽ cái mà phép từng ngón nó dân mưa tới cơ tha dân thưa ta mình tí ấy có mình tá cứ vi chui sang sầm đẹp mình tha từng bò mẹ cái từng nhóm rồi môi của bong phôn mình phẹ bò mẹ cái to từ điện ấy chúng ta bà môi bênนี้đời xa trong khơi sớm bây giờ không trong to đấy có lịch trong một bàn cái choក្រុមវិនិយោគនេះដែលលោកវិចារបាទពលរដ្ឋក៏ទទួលដូចគ្នាដែរអាហ្នឹងយើងគួរធ្វើមិនទេបាទអាកម្មវិធីវិនិយោគហ្នឹងបើយើងនិយាយទៅនៅក្នុង social media មិនថាបងឯងទេសូម្បីតែខ្ញុំផ្ទាល់ខ្ញុំធ្លាប់ត្រូវបានគេ add ចូលនៅក្នុងក្រុម Telegram ដូចគ្នាដែរមិនដឹងថាបានលេខខ្ញុំពីណាមកទេបាទអញ្ចឹងអ្វីដែលយើងត្រូវប្រុងប្រយ័ត្នហ្នឹងគឺពេលខ្លះនៅពេលដែលយើងឃើញផលចំណេញអីមួយដែលវាលឿនពេកបើយើងនិយាយថាអាចលឿនពេកអាចច្រើនពេកបាទ to be true បាទថាដែលវានឹងគួរតែគិតថាវាជាការពិតទៅបានថាវាអង់គ្លេសថា too good to be true បាទអាហ្នឹងយើងគួរតែប្រាប់ខ្លួនឯងវិញថាតើវាពិតជា true មែនពិតជាពិតប្រាកដមែនអត់បាទហ្នឹងហើយបើយើងនិយាយទៅខ្ញុំអាចថាចែកម្លែកទៅ style របស់ពួកគាត់អ្វីដែលពួកគាត់អាចធ្វើហ្នឹងគឺគាត់នឹងដំបូងហ្នឹងឲ្យយើងជាយាមណែនាំយើងឲ្យចូលនៅក្នុងក្រុមហ្នឹងហើយគាត់មានគ្នារបស់គាត់ផ្សេងទៀតហ្នឹងផុសចូលនៅក្នុងក្រុមហ្នឹងថាអូបានដកលុយបានប៉ុណ្ណេះចំណេញលុយបានប៉ុណ្ណេះអីចឹងទៅអញ្ចឹងយើងឃើញតំណងនេះបានច្រើនណាស់ហើយមានអ្នកផ្សេងមើលទៅដូចតំណងមនុស្សធម្មតាហ្នឹងហើយចឹងអាហ្នឹងសិតតែជា style របស់ពួកគាត់ទាំងអស់ពួកជនបោកខលខូចជនបោកប្រាស់នឹងទាំងអស់អញ្ចឹងដល់ពេលយើងឃើញអញ្ចឹងយើងក៏តាក់ទងទៅគេឬមួយក៏សុំឲ្យតែឆាតនៅក្នុងហ្នឹងមើលទៅតំណងណាស់ខ្ញុំចង់សាកល្បងដែរបាទចូលតាក់ទោះបីជាអត់មានណាគេមកឆ្លើយនៅក្នុងក្រុមហ្នឹងក៏ដោយពួកគាត់នឹងខលមកយើងផ្ទាល់តែម្ដងភ្លាមបាទខ្ញុំចង់ដឹងខ្ញុំសាកម្ដងដែរបាទហើយដល់ពេលនៅពេលដែលយើងហ៊ានតែលើកទូរស័ព្ទពួកគាត់ទៅពួកគាត់បញ្ចុះបញ្ចូលយើងឲ្យយើងធ្វើនេះធ្វើនោះយើងពិតជាអាចចំណេញបានមែនដំបូងអ្នកឯងដាក់តា$10ទេឃើញទេតបមកបាន$15ហ្នឹងហើយគឺពួកគាត់អាចធ្វើបែបហ្នឹងហើយនៅពេលដែលយើងបានលុយប្រាក់ចំណេញតិចតួចហ្នឹងហើយក្នុងរយៈពេល2-3ថ្ងៃហ្នឹងហើយគឺវានឹងព្យាយាមឲ្យយើងដាក់លុយបន្តបន្ថែមទៀតដើម្បីបោកប្រាស់យើងឲ្យដាក់បានច្រើនទៅគឺវា cut off យើងតែម្ដងបាទអញ្ចឹងបន្តមកទៀតយើងស្រាប់តែដាក់$50 style របស់ពួកគាត់ថាអូខេក្នុងរយៈពេល3ថ្ងៃអ្នកឯងនឹងបាន$100មកវិញឯងបាទស្រាប់តែពេលដល់រយៈពេល3ថ្ងៃអូខេអ្នកឯងបាន$100ប៉ុន្តែ policy របស់ខ្ញុំបានផ្លាស់ប្ដូរថាចាប់ពីថ្ងៃនេះតទៅគឺតតែ$150បានដកលុយបានដកលុយចេញពី account បានអញ្ចឹងដាក់ថែមទៀតដាក់ថែម$50ទៀតបាទហើយ150ហ្នឹងត្រូវតែ investment រយៈពេល3ថ្ងៃទៀតបាទដល់ពេលដល់3ថ្ងៃទៀតឥឡូវហ្នឹងខ្ញុំព្យាយាមដកឲ្យបានហើយប៉ុន្តែមេខ្ញុំថា policy គិត change ទៀតតតែ$500អីចឹងទៅបាទអញ្ចឹងតរហូតបើសិនជាយើងនៅតែមិនដឹងខ្លួនយើងនៅតែបន្តដាក់ធ្ងន់ទៅហើយលុយទាំងអស់ហ្នឹងគឺនឹងយើងនឹងមិនបានមកវិញទេខ្ញុំគិតថាដាក់ទៅឃើញគេអាណិតយើងតែពួកគាត់ហ្នឹងគឺអត់មានក្តីអាណិតនៅក្នុងហ្នឹងទេបានជាគាត់ធ្វើរឿងបែបហ្នឹងនេះគេហៅថាចោលអនឡាញបាទចោលអនឡាញបាទបងបាទក្នុងករណីឧទាហរណ៍ថាអតិថិជនរបស់លោកចត្រាធ្លាក់ក្នុងអន្ទាក់បែបហ្នឹងថាគាត់ជាអតិថិជនគួរតែសហការជាមួយធនាគារក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបែបណាដើម្បីកុំឲ្យគាត់កាន់ទៅលងទៅបែបនេះបាទអូខេអ្វីដែលគាត់គួរតែសហការហើយនឹងធ្វើមុនដំបូងគេទាំងអស់ហ្នឹងគឺគាត់ព្យាយាមឲ្យព័ត៌មានហ្នឹងដឹងទៅដល់ខាងអាជ្ញាធរពាក់ព័ន្ធដូចជា anti cyber crime unit ជាដើមបាទដែលពួកគាត់នឹងចាប់ដើមធ្វើវិធានការស្រាវជ្រាវនិងស្វែងរកបុគ្គលដែលជាជនខិលខូចនឹងឬមួយក៏គណនីដែលគាត់ប្រើប្រាស់សម្រាប់ធ្វើការបោកបន្លំនឹងបាទហើយអ្វីដែលគាត់អាចធ្វើបានទៀតហ្នឹងគឺសំខាន់បំផុតគឺការចែករំលែកទៅដល់បងប្អូនមិត្តភក្តិគាត់កុំមានអារម្មណ៍ថាធ្វើបែបហ្នឹងហើយខ្លាចគេថាអីចាញ់បោកគេបែបនេះណាបាទខ្លាចខ្មាស់គេព្រោះអីខ្ញុំអាចនិយាយថាវិធីសាស្ត្រនៃពួកជនខិលខូចហ្នឹងគឺវាតែងតែរនឹកធ្វើអីថ្មីរហូតបាទយើងអត់ដឹងទេដោយអ្វីដែលខ្ញុំចែកម្លែកមិញហ្នឹងក៏ប្រហែលជា outdated បានន័យថាហួស delay នៅក្នុងវិស័យហ្នឹងក៏មិនដឹងដែរបាទអញ្ចឹងយើងចែករំលែកទៅលើឲ្យបងប្អូនមិត្តភក្តិយើងដឹងឮទៅលើរឿងបែបហ្នឹងក៏ដូចជាការជួយពួកគាត់ដែរគឺមួយក៏ដូចជាការជួយលើកទឹកចិត្តពួកគាត់ឬមួយក៏ការដឹងខ្លួនរបស់ពួកគាត់កុំឲ្យធ្លាក់ចូលនៅក្នុង
អន្ទាក់របស់ពួកជនខិលខូចនឹងបែបផងដែរហើយក្រៅពីហ្នឹងបន្ទាប់ពីអតិថិជនពីខាងធនាគារឬមួយក៏ពីខាងស្ថាប័នឬមួយពីខាងយត្តករផ្សេងក៏គាត់អាចនឹងបន្តធ្វើជាយុទ្ធនាការចែករំលែកឬមួយក៏ផ្ដល់ជាព័ត៌មានដល់អតិថិជនឬមួយក៏អាចនិយាយបានថាជាការtraining ណាទៅអតិថិជនជាតាមរយៈ social media ឬមួយក៏ប្រព័ន្ធសង្គមក៏ដូចជាតាមរយៈការចុះផ្ទាល់ទៅតាមសហគមន៍ជាដើមព្រោះអីបើយើងដឹងទៅថាបច្ចុប្បន្នអាចមកពីនៅខាងជនបទគាត់អត់សូវមានចំណេះដឹងពាក់ព័ន្ធជាមួយនឹងរឿងហិរញ្ញវត្ថុហ្នឹងអញ្ចឹងហើយការដែលធ្វើបែបហ្នឹងគឺពិតជាជួយខ្លាំងមែនទែនដល់ពួកគាត់ដើម្បីឲ្យគាត់ដឹងឮមុននឹងគាត់ប្រើប្រាស់ឬមួយក៏ពេលដែលគាត់កំពុងតែប្រើប្រាស់ហ្នឹងកុំឲ្យគាត់ចាញ់បោកអ្នកដទៃបាទសម្រាប់យើងជាអ្នកដែលប្រកបរបរទទួលទាននៅក្នុងវិស័យហិរញ្ញវត្ថុនេះតែម្ដងតើយើងមានជា guide ឬក៏ជាសេចក្តីណែនាំបែបណាដែរដើម្បីជាចំណុចកន្លឹះឲ្យពលរដ្ឋយើងចាប់បានបាទចាប់យល់ដឹងពីបញ្ហាហ្នឹងបាទបើនិយាយទៅខ្ញុំអាចនិយាយបានថានៅក្នុងវិស័យគ្រឹះស្ថានហិរញ្ញវត្ថុគឺពួកយើងព្យាយាមបង្កើតនៅ poster ឬមួយក៏ flyer នៅក្នុងមិនថា social media ឬមួយក៏ចែករំលែកនៅពេលដែលយើងចោះធ្វើ training ទៅដល់ប្រជាជនណាដែលគាត់មានមើលទៅគឺគាត់គ្រាន់តែកលេចនឹងភ្នែកទៅគឺគាត់អាចនឹងមើលទៅឃើញដឹងថាតើវាបែបណាអាហ្នឹងក្រៅពីហ្នឹងយើងក៏មានធ្វើជាលក្ខណៈវីដេអូរបៀបកំ pl ែងឬមួយក៏មើលទៅដែលថាធ្វើឲ្យមនុស្សពេលដែលគាត់ឃើញគាត់ចង់មើលបាទអញ្ចឹងនៅពេលដែលគាត់មើលគាត់ដឹងគាត់រៀនពីរឿងហ្នឹងគាត់អាចការពារខ្លួនឯងបានបាទអញ្ចឹងការដែលបង្កើតឡើងនៅ video material ឬមួយក៏ training material បែបហ្នឹងគឺវាពិតជាជួយមែនទែនទៅដល់អតិថិជនអញ្ចឹងមិនថាខ្ញុំផ្ទាល់ឬមួយក៏ទៅបុគ្គលណាម្នាក់ទេបើសិនជាគាត់មើលទៅឃើញចាប់អារម្មណ៍ហើយគាត់អាចនឹងមើលគាត់អាចនឹងដឹងគាត់អាចនឹងមើលដល់ចប់អញ្ចឹងគាត់អាចទទួលបានចំណេះដឹងនឹងដូចគ្នាផងដែរបាទមួយវិញទៀតក្រៅតែអំពីអ្វីដែលយើងបានខិតខំធ្វើពាក់ព័ន្ធទៅនឹងការបញ្ជាចំណេះដឹងបែបនេះទៅជាពិសេសខ្ញុំចាប់អារម្មណ៍មួយដោយសារប្រជាពលរដ្ឋនៅតាមទីជនបទខ្ញុំអាចចាត់ទុកបានថាគាត់ជាអ្នកដែលងាយរងគ្រោះទៅលើការឆបបោកតាមប្រព័ន្ធអនឡាញនេះតើយើងគួរតែមានអីលើសពីអ្វីដែលយើងបានធ្វើបច្ចុប្បន្នទេសម្រាប់ពួកគាត់បាទអរគុណបងហ្នឹងហើយអ្វីដែលយើងអាចធ្វើបន្ថែមទៀតហ្នឹងគឺអត់មានអីច្រើនទេតាមពិតបើយើងនិយាយទៅអ្វីដែលយើងធ្វើបន្ថែមហ្នឹងគឺត្រូវតែបន្តធ្វើបន្ថែមនៅអ្វីដែលយើងកំពុងធ្វើបន្តទៀតបាទទីមួយហ្នឹងគឺពីខាងធនាគារគ្រឹះស្ថានហិរញ្ញវត្ថុឬមួយក៏ពីខាងអាជ្ញាធរពាក់ព័ន្ធគាត់គួរតែបន្តចែករំលែកព័ត៌មានឬមួយក៏ការលើកបង្កើនចំណេះដឹងរបស់អតិថិជនណាឬមួយក៏ប្រជាជនរបស់យើងណាបន្តទៀតតាមរយៈប្រព័ន្ធបណ្ដាញសង្គមក៏ដូចជាការចុះទៅធ្វើការបណ្ដុះបណ្ដាលផ្ទាល់នៅខាងតាមភូមិឃុំសង្កាត់អីជាដើមនៅលើតំបន់ណាដែលពួកគាត់អាចនឹងងាយរងគ្រោះបាទទីពីរហ្នឹងគឺខាងធនាគារឬមួយក៏គ្រឹះស្ថានហិរញ្ញវត្ថុហ្នឹងគាត់អាចនឹងបន្តចែករំលែកជាលក្ខណៈសារទៅតាម mobile application របស់ពួកគាត់ដើម្បីឲ្យអតិថិជនតែងតែដឹងឮឬមួយក៏មើលឃើញនៅសារនោះហើយធ្វើឲ្យពួកគាត់ភ្ញាក់ខ្លួនម្ដងហើយម្ដងទៀតដើម្បីកុំឲ្យចាញ់បោកពួកជនខិលខូចទាំងអស់ហ្នឹងជាដើមហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺអ្វីដែលយើងអាចថាឥឡូវហ្នឹងប្រហែលជាយើងមិនទាន់ឃើញច្រើនគឺខាងmobile operator ដូចជាខាងគាត់ចែកចាយ SIM លក់ SIM អីហ្នឹងយើងឃើញថាអ្នកខ្លះគាត់ចាំបាច់ត្រូវការមាន SIM card ហ្នឹងគឺគាត់ត្រូវការអត្តសញ្ញាណប័ណ្ណក៏ប៉ុន្តែកន្លែងខ្លះគាត់អាចនឹងថាធ្វើមិនស្របច្បាប់គាត់មិនចាំបាច់ត្រូវការអត្តសញ្ញាណប័ណ្ណផងក៏ប៉ុន្តែយើងឃើញថាកន្លែងហ្នឹងគឺមានបុគ្គលជាច្រើនដែលគាត់ជាអ្នកចែកចាយរបស់ទាំងអស់ហ្នឹងអញ្ចឹងបើសិនជាយើងអាចនឹងបញ្ជ្រាបព័ត៌មានឬមួយក៏ចំណេះដឹងតាមរយៈពួកគាត់ទាំងអស់ហ្នឹងក៏ប្រហែលជាអាចនឹងធ្វើឲ្យអតិថិជនគាត់មានការដឹងឮមួយក៏មានការភ្ញាក់ខ្លួនលើសពីនឹងបន្តទៅទៀតចឹងទៅបាទបងអរគុណបាទមួយវិញទៀតខ្ញុំចាប់អារម្មណ៍ដោយសារតែការរីកសាយភាយនៃការឆបបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះកាន់តែទូលំទូលាយទៅដោយសារតែការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាតើវាអាចបង្កនៅជំនឿជាក់ពីអតិថិជនទៅលើប្រព័ន្ធធនាគារអត់បាទអូខេតាមពិតទៅបើសិនជាយើងនិយាយថាការដែលបោកបញ្ឆោតឬមួយក៏ scam fraud ទាំងអស់នេះតាមរយៈ online ហ្នឹង
បានកាត់ឡើងនៅក្នុងវិស័យធនាគារច្រើន ច្រើនបាទ ក៏ប៉ុន្តែបើសិនជាយើងប្រៀបធៀបទៅចំនួនអ្នកដែលប្រើប្រាស់ធនាគារប្រព័ន្ធធនាគារទាំងអស់គឺវាមិនច្រើនទេបាទអញ្ចឹងបើយើងនិយាយទៅថាតើវាជាគឺជាបញ្ហាមួយដែលកំពុងតែកើតឡើងខ្លាំងបំផុតនៅក្នុងធនាគារអត់អាចថាវាគ្រាន់តែជាមួយនៅក្នុងចំណោមទាំងអស់ហ្នឹងឯងបាទអញ្ចឹងហើយប្រជាជនដែលគាត់តែងតែប្រយ័ត្នខ្លួនគាត់តែងតែផ្ទៀងផ្ទាត់មុនពេលដែលគាត់ធ្វើប្រតិបត្តិការណាមួយគាត់តែងតែទទួលបានព័ត៌មានដែលពីខាងធនាគារឬមួយក៏ពីខាងអាជ្ញាធរពាក់ព័ន្ធចែករំលែកឲ្យគាត់ភ្ញាក់ខ្លួនឬមួយក៏ដឹងខ្លួនមុនឬមួយក៏គាត់បានមើលវីដេអូឬមួយក៏ poster ដែលខ្ញុំបាននិយាយជំរាបមុនហ្នឹងណាអញ្ចឹងធ្វើឲ្យគាត់ដឹងខ្លួនភ្ញាក់ខ្លួនអញ្ចឹងការដែលគាត់ប្រើប្រាស់ហ្នឹងគឺគាត់ប្រើប្រាស់ដោយមិនមានការភ័យបារម្ភអ្វីឡើយគឺគាត់ប្រើប្រាស់ដោយមានទំនុកចិត្តនៅឡើយទេបាទមកដល់បច្ចុប្បន្ននេះអញ្ចឹងហើយបើយើងនិយាយទៅគឺអតិថិជនគាត់នៅតែបើយើងនិយាយថាអាចមានប៉ះពាល់ខ្លះដែរក៏ប៉ុន្តែអតិថិជនគឺគាត់នៅតែជឿទុកចិត្តនៅលើធនាគារក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែលគាត់បានចំណាយទាំងពេលវេលាទាំងថវិកាដើម្បីបង្កើតនៅawareness ដើម្បីឲ្យប្រជាជនរបស់យើងហ្នឹងបានដឹងឮជាបន្តរហូតដែរបាទបងអ្វីទៅជាសារចុងក្រោយរបស់លោកចត្រាពាក់ព័ន្ធទៅនឹងការហាមឃាត់ក៏ដូចការរារាំងប្រជាពលរដ្ឋយើងកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់នៃការចាញ់បោកតាមប្រព័ន្ធអនឡាញនេះបាទអរគុណបងតាមពិតអ្វីដែលសំខាន់បំផុតនេះបើយើងនិយាយទៅគឺមិនមែនពីខាងធនាគារឬមួយក៏អាជ្ញាធរពាក់ព័ន្ធទេគឺពីខាងប្រជាពលរដ្ឋយើងផ្ទាល់តែម្ដងបាទពីព្រោះពួកគាត់គឺជាអ្នកប្រើប្រាស់ចុងក្រោយនៅលើប្រព័ន្ធសេវាធនាគារឬមួយក៏សេវាហិរញ្ញវត្ថុផ្សេងៗបាទអញ្ចឹងហើយអ្វីដែលសំខាន់ទី1គឺពួកគាត់គួរតែធានាថាកម្មវិធីទូរស័ព្ទរបស់គាត់គឺតែងតែអាប់ដេតទៅបានថាធ្វើបច្ចុប្បន្នភាពទៅចំនួនចុងក្រោយដើម្បីធានាថាប្រព័ន្ធសុវត្ថិភាពដែលពីខាងធនាគារឬមួយពីខាងគ្រឹះស្ថានបានពង្រាយទៅហ្នឹងគឺពួកគាត់អាចទទួលបានដូច្នេះពួកជនខិលខូចគឺអត់អាចមានលទ្ធភាពក្នុងការជ្រៀតចូលបានទេបាទទី2គឺពួកគាត់គួរតែធ្វើបច្ចុប្បន្នភាពទៅលើខ្លួនឯងទៅលើព័ត៌មានចំណេះដឹងទៅលើការបោកបញ្ឆោតហ្នឹងតាមដានព័ត៌មានតាមដាន poster ឬមួយក៏វីដេអូដែលខាងគ្រឹះស្ថានធនាគារក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគាត់បានចែករំលែកតាមប្រព័ន្ធសង្គមបណ្ដាញសង្គមជាដើមបាទទី3មួយទៀតនោះគឺការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់គាត់បាទគឺគាត់ដាច់ខាតត្រូវប្រុងប្រយ័ត្នមែនតើមុនពេលនឹងចែករំលែកព័ត៌មានរបស់គាត់ទៅបុគ្គលណាម្នាក់ដូចខ្ញុំនិយាយអញ្ចឹងថាព័ត៌មាននឹងអាចមានដូចជាអត្តសញ្ញាណប័ណ្ណរបស់គាត់លេខទូរស័ព្ទថ្ងៃខែឆ្នាំកំណើតក៏ដូចជាលេខគណនីរបស់គាត់ជាដើមបាទហើយចុងក្រោយបំផុតហើយនឹងអាចថាដែលសំខាន់បំផុតនោះគឺមុននឹងគាត់ធ្វើប្រតិបត្តិការណាមួយគឺគាត់គួរតែផ្ទៀងផ្ទាត់ឡើងវិញឬមួយក៏ទូរស័ព្ទខលបញ្ជាក់បើសិនជាប្រតិបត្តិការហ្នឹងមើលទៅគួរសង្ស័យឬមួយក៏មិនមែនពីបុគ្គលដែលថាធម្មតាធ្វើរឿងទាំងអស់ហ្នឹងហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជាការប្រុងប្រយ័ត្នរបស់គាត់ផ្ទាល់ដើម្បីធានាថាគាត់នឹងមិនធ្លាក់ចូលនៅក្នុងអន្លង់ឬមួយក៏ការបោកប្រាស់របស់ពួកជនខិលខូចទាំងអស់ហ្នឹងបាទអរគុណច្រើនលោកចត្រាបាទអរគុណបងអរលោកស្រីនិងអ្នកកញ្ញាជាទីមេត្រីវេទិកាហិរញ្ញវត្ថុឬ Financial Talk បានឈានមកដល់ទីបញ្ចប់នៅពេលនេះខ្ញុំបាទម៉ៃគុណមករាលោកអូនវិចិត្រាសូមអរគុណសូមគោរពលា